កូនក្មួយហើយអរគុណដល់អាណាព្យាបាលដែលគាត់ចំណាយពេលវេលាចូលរួមជាមួយនឹងកម្មវិធីតន្ត្រីសប្បុរសធម៌ជាមួយយើងខ្ញុំជាពិសេសទឹកចិត្តអ្នកគ្រូលោកគ្រូដែលខិតខំប្រឹងប្រែងវឹកហាត់ក្មួយដែលទៅតែនឹងអាយុតែ3ខួបតែប៉ុណ្ណោះហើយឲ្យការសម្ដែងមួយបទនេះធ្វើឲ្យល្អអត់ខ្ចោះធ្វើឲ្យប្រជាពលរដ្ឋខ្មែររបស់យើងដែលគាត់តាមដានតាមរយៈការទស្សនានិងចូលចិត្តមើលតាម Facebook នោះឃើញអំពីសមត្ថភាពរបស់គាត់បាទតាមពិតបើសិនជាយើងកាត់ពីអត្ថន័យនៃបទចម្រៀងនេះគឺបទចម្រៀងមានអត្ថន័យធំធេងមែនតើបាទគាត់ផ្ញើជូនទៅកាន់យោធាគឺពិសេសគឺអត់តបជើងមុខរបស់យើងដូចថ្ងៃនេះគឺយើងលើកយកកុមារាកម្រីមកសម្ដែងជាការកំសាន្តដើម្បីបងប្អូននៅក្នុងកម្មវិធីមូលនិធិទ្រទ្រង់សប្បុរសធម៌របស់យើងដូច្នេះយើងនៅតែបន្តគៀងគរថវិកាបាទសម្រាប់ជនភៀសសឹកក៏ដូចជាសម្រាប់កងទ័ពជើងមុខរបស់យើងជាបន្តទៀតបាទតាមរយៈធុងនៅខាងមុខហើយបងប្អូនកាយបន្ត scan QR ដែរបើសិនជាមិនជាប់បទថវិកាជាមួយបាទមិនថាបងប្អូនមកហើយថាលេះអត់មានលុយអីចឹងណាបងណាបាទអាច scan QR បានបាទហើយតាមអនុសាសន៍នៃឆន្ទៈរបស់លោកជំទាវប្រធានសមាគមសិល្បករខ្មែរគឺជាការរួបរวมគ្នារួមបញ្ចូលគ្នាសិល្បៈគ្រប់ទម្រង់ដើម្បីមកសម្ដែងជូនទៅកាន់បងប្អូនជាការដឹងគុណជូន